ពេលនេះខ្ញុំបានមកដល់តំបន់អរ៉ៃនៃខេត្តកោះកុងដែលជាតំបន់កំពុងតែមានបញ្ហារឿងការធ្វើទំនើបវារីអគ្គិសនីដោយបងប្អូនប្រជាជននៅតំបន់នេះគាត់មិនចង់បានការអភិវឌ្ឍបែបនេះទេគឺគាត់ចង់បានការអភិវឌ្ឍបែបធម្មជាតិទេសចរទៅវិញហើយពេលនេះខ្ញុំកំពុងតែមកដល់តំបន់ត្រីនៀកដែលជាតំបន់ត្រីដែលកំពុងអភិរក្សគឺត្រីនេះគឺកម្រណាស់នៅណាអត់មានដែរមាននៅតំបន់នឹងមួយនៅក្នុងខេត្តកោះកុងទេអញ្ចឹងសូមបងប្អូនទាំងអស់មេត្តាជ្រាបអំពីបញ្ហានេះផងហើយឥឡូវយើងនឹងបន្តដំណើរចូលទៅកាន់ក្នុងព្រៃនោះគឺយើងនឹងទៅមើលដងស្ទឹងអរ៉ែងដែលជាកន្លែងត្រីរស់នៅនឹងកំពើភ្នំផងបាទមកដល់ស្ទឹងអីគេវិញណាដល់មកដល់ស្ទឹងអរ៉ែងហ្នឹងបងប្អូនអាយ៉ាអូលឺសន្ធឹកទឹកហូរព្រោះយាយ៉ាសូមអរគុណអូខេដែរ